សម្រាប់បងប្អូនយើងដែលជា graphic designer ចេះ design advert poster អីផ្សេងហើយចង់គិតថាចង់រៀនជំនាញ motion graphic បន្ថែមទៀតអាចមករៀនវគ្គ online មួយនេះបានដោយសារខ្ញុំបានបង្កើតជាវគ្គសិក្សាមាន3វគ្គសិក្សាដែរមានវគ្គសិក្សា 3D Blender ដែលយើងនឹងផ្ដោតទៅលើការធ្វើជា modeling animation និងការធ្វើលក្ខណៈចលនាបែប CGI ក៏យើងមានបញ្ចូលដែរគឺយើងរៀនអំពីចំណុច0ទៅណាគឺសម្រាប់អ្នកដែលចេះខ្លះហើយឬក៏មិនទាន់ចេះសោះក៏អាចចូលរៀនវគ្គទាំង3នេះក៏បានដែរព្រោះសុទ្ធតែជាវគ្គមូលដ្ឋានគ្រឹះទាំងអស់ទេមានវគ្គ 3D Blender វគ្គគូនឹងច្នៃម៉ូដអក្សរហ្នឹងគឺសិក្សាទៅលើកម្មវិធី Illustrator ដែលយើងអាចធ្វើការគូឬក៏ច្នៃម៉ូដអក្សរទៅតាមតម្រូវការរបស់យើងបានណាអញ្ចឹងយើងចង់បង្កើតជាម៉ូដ style ផ្សេងដូចជាគូឈ្មោះអក្សរកូនកំលោះកូនកំមុំច្នៃជាតកតងទៅនឹងចំណងជើងបទចម្រៀងឬក៏ពាក្យបុណ្យជាតិអីផ្សេងគឺយើងមានក្បួននៃការគូកាលណាយើងមកចេះពីក្បួនហ្នឹងគឺយើងអាចចង់ទៅបំបែកការគូ style អក្សរបែបណាក៏យើងអាចធ្វើបានដូចគ្នាដែរហើយគឺមានវគ្គមួយទៀតគឺវគ្គ motion graphic ដែលខ្ញុំនឹងបង្ហាញទៅអ្នកទាំងអស់គ្នាដែលចង់រៀនវគ្គ motion graphic ដោយយើងគិតថាយើងមានមូលដ្ឋានទៅលើ graphic design ហើយអាចបង្កើតជា poster អីផ្សេងហើយយើងចង់យកអា poster ហ្នឹងយកទៅធ្វើជា motion graphic បានអញ្ចឹងវគ្គនេះគឺយើងរៀនកម្មវិធី After Effects ណាយើងរៀនពីមូលដ្ឋានគ្រឹះទៅដូចគ្នាចឹងដែរអញ្ចឹងវគ្គដែលខ្ញុំបានបង្កើតមកសិតតែយើងរៀនមកពីដំបូងទៅដើម្បីជាមូលដ្ឋានគ្រឹះមួយឲ្យយើងកាន់តែច្បាស់កាលណាយើងរៀនផ្លូវកាត់យើងចេះបានតាមួយកន្លែងផ្លូវកាត់ហ្នឹងហើយអត់ដឹងថាវាមូលហេតុវាមកពីអីពីដើមឬដើមអញ្ចឹងការរៀនពីដើមមកពីមូលដ្ឋានមកទោះបីជាវារៀងចំណាយពេលបន្តិចមែនប៉ុន្តែវាជាមូលដ្ឋានមួយដែលល្អហើយវាជាគ្រឹះដ៏រឹងមាំអ្វីក៏ដោយគឺកើតចេញពីអាមូលដ្ឋានគ្រឹះហ្នឹងយើងកុំបោះបង់ចោលណាហើយនៅក្នុងវគ្គ motion graphic ហ្នឹងគឺយើងមានបន្ថែមវគ្គនេះមួយដែរគឺវគ្គ master keyframe ដែលយើងផ្ដោតទៅលើ keyframe ទាំងអស់តែម្ដងគឺនឹងស្គាល់អំពីអ្វីទៅជា keyframe ដំណើរការ keyframe មានប្រមាណប្រភេទអីគឺយើងមានបង្ហាញនៅក្នុងវគ្គនេះដូចគ្នាដែរអញ្ចឹងវគ្គនេះគឺយើងដាក់បញ្ចូលគ្នាតែម្ដងអញ្ចឹងគឺយើងទិញវគ្គ motion graphic នេះមួយគឺយើងបន្ថែមវគ្គ master keyframe នេះមកជាមួយតែម្ដងគឺកម្មវិធី After Effects ដូចគ្នាទេណាដោយសារវគ្គនេះគឺយើងផ្ដោតទាំងស្រុងតែម្ដងគឺលើ keyframe អញ្ចឹងយើងចូលទៅមើលវគ្គ motion graphic ទាំងអស់គ្នាតើយើងនឹងទទួលបានចំណេះដឹងអ្វីខ្លះនៅក្នុងវគ្គសិក្សានេះចឹងចុចប៉ក់មួយមកអញ្ចឹងសម្រាប់ការចូលរៀនគឺយើងងាយស្រួលមែនតើក្នុងការរៀនឲ្យតែយើងមានអ៊ីនធឺណិតយើងចង់រៀននៅពេលណាក៏បានដែរព្រោះយើងភ្ជាប់ link ជាមួយនឹង YouTube អញ្ចឹង YouTube នឹងមិនមែនជា YouTube public ទេគឺយើងប្រើជាលក្ខណៈ private មិនមែនយើងផុសលើ YouTube ទាំងអស់ហើយយកពី YouTube មកដាក់ជាវគ្គសិក្សាទេគឺយើងធ្វើដាច់ចលែកពីគ្នាអញ្ចឹងមានមេរៀនខ្លះគឺយើងចែករំលែកមេរៀនខ្លះគឺយើងអាចបានចែករំលែកទេព្រោះវាមានរឿងច្រើននៅត្រឹមនិយាយគ្នាអញ្ចឹងនៅក្នុងវគ្គសិក្សានេះមិនមែនវគ្គដែលទៅនឹងបើកទេគឺយើងបើកយូរហើយយើងអាចមើលសមាជិកយើងចូលរួមបានគឺមានខ្ទង់60នាក់ជាងដែរអញ្ចឹងវគ្គសិក្សានេះគឺយើងបើកដូចជាមួយឆ្នាំជាងហើយប៉ុន្តែមេរៀនរបស់យើងគឺមានតែងតែមានអាប់ដេតមកបន្តយ៉ាងដែរអញ្ចឹងមានសិស្សមកបន្តនឹងគាត់អាចចូលរៀននៅក្នុងនឹងបានអញ្ចឹងមានសិស្សចូលរួមមកជាបន្តយ៉ាងតែហើយយើងចូលទៅកន្លែង class work អញ្ចឹងមេរៀនរបស់យើងគឺសិក្សាអំពី After Effects 2022អញ្ចឹងយើងបង្កើតដូចជានៅក្នុងឆ្នាំ2024មកអញ្ចឹងយើងអាប់ដេតមកកែប្រែកន្លែងណាដែលយើងខ្វះខាតគឺយើងនឹងកែតម្រូវបន្ថែមគឺយើងរៀនអំពីមូលដ្ឋានទៅនឹងទាំងអស់ហ្នឹងហើយយើងស្គាល់ថាអ្វីទៅជា footage អ្វីទៅជារបៀបនៃការ render អ្វីទៅគឺជា composition solid pre-compose null object វាសិតតែជាមូលដ្ឋានគ្រឹះដំបូងហ្នឹងទៅហើយបើយើងអត់ស្គាល់ពីចំណុចទាំងអស់ហ្នឹងទេពេលយើងរៀនទៅគឺពិបាកនឹងយល់ថាហើយវាសម្រាប់ធ្វើអីហើយណាមួយវាប្រែប្រួលយ៉ាងដូចម្ដេចអាហ្នឹងគឺយើងសិក្សាអំពីចំណុចតូចចឹងទៅអញ្ចឹងគឺយើងរៀនពីលំដាប់លំដោយណា workflow យ៉ាងម៉េចពី Photoshop ទៅ After Effects ពី After Effects ទៅ Premiere គឺយើង link ចូលគ្នាដែលយើងប្រើ Crossover Adobe អញ្ចឹងមាន Photoshop Illustrator After Effects ក៏ដូចជា Adobe Premiere ចឹងតែអញ្ចឹងយើងមានចែកបច្ចេកទេសថ្មីក្នុងដែរដូចជារៀនរបៀបនៃការគិតលុយដល់ពេលដែលយើងទទួលប្រជិកគេធ្វើអញ្ចឹងយើងក៏រៀនពីវិធីនៃការគិតលុយដែរគណនាលុយរបស់យើងកុំឲ្យយើងចេះតែម៉ៅបើមិនយើងអត់មានបទពិសោធន៍ទេយើងយើងអាចនឹងខាតពេលដឹងថាប្រជិតយើងរៀងធំយើងអត់ដឹងថាយើងមានពេលវេលាប្រមាណក្នុងការធ្វើប្រជិតយើងឲ្យរួចរាល់អញ្ចឹងណាអញ្ចឹងយើងមានវិធីក្នុងការគណនាអញ្ចឹងទៅអញ្ចឹងយើងមានបែងចែកជាមេរៀនចែកជាចំណុចច្រើននៅក្នុងហ្នឹងភេទនៃចលនា
ហើយយើងបានអនុវត្ត project ជាក់ស្ដែងជាច្រើននៅក្នុងនេះហើយក្នុងនោះយើងមិនមែនរៀនតែកម្មវិធីទេគឺយើងនឹងផ្ដល់ជូន plug in ឬក៏ extension ជំនួយបន្ថែមទៀតកាលណាមេរៀនរបស់យើងរៀនតែកម្មវិធីសុទ្ធគឺវាអត់មានអីប្លែកទេបើសិនជាអត់មាន extension ឬក៏ plug in ជំនួយទេគឺការងាររបស់យើងអាចនឹងយឺតហើយមើលទៅវាអត់សូវមានលក្ខណៈវាតាក់ទាញណាអញ្ចឹងត្រូវតែប្រើប្រាស់ plug in មកជំនួយហើយអញ្ចឹងមាន shaper មាន optical flare element 3D ផ្សេងៗហ្នឹងគឺសិតតែជា plug in ដែលសំខាន់ត្រូវតែប្រើហើយ animation composer សិតតែជា plug in ឬ extension ដែលជំនួយច្រើនណាហើយក៏យើងបង្ហាញអំពីការប្រើប្រាស់ទៅលើកាមេរ៉ាប្រើប្រាស់យ៉ាងម៉េចអីហ្នឹងគឺយើងមានបង្ហាញនៅក្នុងហ្នឹងទាំងអស់មូលដ្ឋានមែនប៉ុន្តែកម្រិតមូលដ្ឋានរបស់យើងគឺរឹងមាំយើងអាចយកទៅប្រើការបានណាអាចទៅបង្កើតជាលក្ខណៈវាជា freelance motion graphic មួយបានណាកាលណាបើយើងមើលមេរៀនទៅតាមលំដាប់លំដោយណាពួកខ្ញុំបានបែងចែកថាមេរៀននេះតកតងទៅនឹងចលនាទៅលើកាមេរ៉ាអញ្ចឹងយើងរៀនមេរៀនដែលតកតងទៅនឹងចលនាទៅលើកាមេរ៉ាដែលយើងប្រើយ៉ាងម៉េចគឺយើងបង្ហាញនៅក្នុងហ្នឹងហើយបន្ទាប់នេះគឺ plug in ដែលសំខាន់មួយនេះគឺ element 3D នេះគឺតកតងទៅនឹងការបង្កើតជាអក្សរ 3D ឬជាធាតុ 3D មួយចំនួនណាតែមិនមែនជាលក្ខណៈ modeling ជាតួអង្គឬក៏អីផ្សេងទេប៉ុន្តែវាធ្វើជាប្រភេទជា 3D បានដូចជាឆាកអីហ្នឹងទៅឬជាអក្សរហើយផ្ដោតសំខាន់ទៅលើអក្សរហ្នឹងឯងអាចធ្វើជាអក្សរ 3D មានក្បាច់មានអីមានថាមានពណ៌មានកម្រាស់អីស្អាតច្រើនចូលបើថានៅក្នុងហ្នឹងវាមាន preset ដែរដែលយើងអាចជ្រើសរើសយកបានណាអញ្ចឹងមេរៀនយើងគឺមានតែ8មេរៀនទេហើយចុងក្រោយនោះគឺ assignment សម្រាប់ឲ្យបងប្អូនយើងតែអំពីសមត្ថភាពរបស់ខ្លួនតើខ្លួនអាចបង្កើតបានអ្វីខ្លះនៅក្នុងនេះអញ្ចឹងវាមាន3ចំណុចដែរដែលបងប្អូនយើងអាចយកទៅបំបែកហើយនឹងដឹងអំពីសមត្ថភាពខ្លួនឯងតើបន្ទាប់ពីយើងសិក្សាមកតើយើងអាចធ្វើបានចំណុចដែលខ្ញុំបានរៀបរាប់ទាំង3ចំណុចហ្នឹងអត់អញ្ចឹងសរុបមកវិញបើសិនជាបងប្អូនជា graphic designer ចង់អភិវឌ្ឍខ្លួនក្លាយទៅជា motion graphic អាចចុចឈ្មោះចូលរៀនបានដោយវគ្គនេះគឺយើងនៅតែបើកឲ្យចុចឈ្មោះចូលរៀនជាធម្មតាទេហើយយើងមានគ្រប់សម្រាប់ពិភាក្សាសំណួរឬចម្ងល់ផ្សេងៗអាចដាក់ក្នុងក្រុមបានឬក៏ឆាតមកខ្ញុំផ្ទាល់ក៏បានដែរខ្ញុំរីករាយនឹងឆ្លើយទៅតាមតម្រូវការរបស់បងប្អូនដែលឆ្ងល់ណាខ្ញុំមិនបោះបង់បងប្អូនចោលទេណាកាលណាបងប្អូនចុះឈ្មោះហើយគឺខ្ញុំមានទូនាទីក្នុងការដោះស្រាយទៅលើបញ្ហារបស់បងប្អូនដែលជួបបញ្ហាយ៉ាងតែអូខេអញ្ចឹងដូចជាមានតែប៉ុណ្្នឹងទេហើយបើចាប់អារម្មណ៍អាចឆាតមក Telegram ខ្ញុំបានដើម្បីធ្វើការចុះឈ្មោះចូលរៀនបានអូខេអរគុណច្រើន